បាទសួស្តីពុកម៉ែបងប្អូនសាជាថ្មីថ្ងៃនេះគឺខ្ញុំមានបាទវើកមួយកំប៉ុងបាទគឺមកធ្វើវីដេអូដើម្បីចែករំលែកប្រាប់ពុកម៉ែបងប្អូនបាទពីរបៀបមើលរង្វាន់វាផងដែរណាពុកម៉ែបងប្អូនហ្នឹងហើយអញ្ចឹងជាទូទៅបាទគឺគ្រប់ភេទជ្ជៈដែលមានរង្វាន់បានបន្តថាភេទជ្ជៈវើកនេះទេគឺគ្រប់ភេទជ្ជៈមានរង្វាន់និងស្រាបៀរមានរង្វាន់ក៏ដូចជាមានវីដេអូបាទរបៀបបញ្ចូលកាត Smart សេខាតមិត្តហ្វូនបាទរបៀបបង្កើត Telegram បង្កើត Facebook បាទបង្កើត Apple ID បង្កើត Play Store ក៏ដូចជាមានវីដេអូបាទរបៀបបញ្ចូលកាត Smart សេខាតមិត្តហ្វូននិងដូរលុយបានច្រើនបាទសម្រាប់លេងអ៊ីនធឺណិតបានយូររបៀបផ្ដាច់កម្រងដែលបញ្ចូលលុយទៅបាទកាត់10សេន20សេនបាទ30សេនដែលយើងមិនអាចដូរលុយបានក៏ខ្ញុំមានធ្វើវីដេអូបង្រៀននៅក្នុង Channel ហ្នឹងផងដែរអញ្ចឹងបើពុកម៉ែបងប្អូនពេញចិត្តបាទកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗពីរូបខ្ញុំជាច្រើនទៀតបាទអរគុណច្រើនហើយនេះជាវីដេអូចែករំលែកទេពុកម៉ែបងប្អូនបាទអញ្ចឹងឥឡូវនេះវើកមកកំប៉ុងនេះពុកម៉ែបងប្អូនបាទខ្ញុំជឿជាក់ថាវាត្រូវរង្វាន់គ្រាន់តែយើងមិនដឹងថាត្រូវមកកំប៉ុងឬក៏$1ទេពុកម៉ែបងប្អូនបាទអញ្ចឹងអា$28,088គឺគេយកបាត់ហើយអា$11,111ក៏ឃើញគេយកបាត់ដែរអញ្ចឹងនៅឡានប្រហែលជាច្រើនពុកម៉ែបងប្អូនអញ្ចឹងសង្ឃឹមថាកំប៉ុងនេះត្រូវរង្វាន់ធំឬក៏ឡានអីចាពុកម៉ែបងប្អូនអញ្ចឹងសម្រាប់ភេទជ្ជៈវើកគឺទី1គឺខ្ញុំយកបន្តខំនេះបាទពុកម៉ែបងប្អូនសម្រាប់ខ្ញុំណាបាទគឺបុកចំនៅក្រៅក្បលកំប៉ុងឬក៏វិជាចូលអញ្ចឹងទី2យកបន្តខំហ្នឹងបុកចំជាមួយកពក់ក្បលក្បាលវាកពក់ខាងនេះក៏បានខាងនេះក៏បានដែរអញ្ចឹងជំរឿខ្ញុំយកតែប៉ុណ្្នឹងទេហើយ80% 90% គឺវាត្រូវអញ្ចឹងខ្ញុំអត់និយាយ100%ទេពុកម៉ែបងប្អូនខ្ញុំនិយាយតែ70 80%ទេហ្នឹងហើយគឺវាត្រូវរង្វាន់ណាពុកម៉ែបងប្អូនគ្រាន់តែយើងមិនដឹងថាត្រូវមកកំប៉ុងឬក៏មកឡាឬក៏ឡានម៉ូតូទេឬក៏រង្វាន់ធំទេបាទឥឡូវតាមដានកោះជាមួយខ្ញុំទាំងអស់គ្នាបាទគឺយកអាបន្ទាត់ក្រហមនេះបុកចំក្រាលនៅក្បលកំប៉ុងឬក៏ចំកពក់ទេបាទសម្រាប់ TikTok បាទកុំភ្លេចឲ្យបេះដូងនឹងដាក់រូបកណ្ដឹងឲ្យបេះដូងខ្ញុំម្នាក់មួយផងណាពុកម៉ែបងប្អូនបាទឡុកខុចមកពុកម៉ែបងប្អូននេះឃើញទេពុកម៉ែបងប្អូនហ្នឹងហើយតែមានចកំកឃើញទេពុកម៉ែបងប្អូនតែមានចកំកអញ្ចឹងគឺត្រូវអត់ជាមួយខ្ញុំអស់គ្នាតែវាត្រូវប្រហែលណានេះអុយតាំងម៉ែពុកម៉ែបងប្អូនត្រូវប្រហែលពុកម៉ែបងប្អូនអូត្រូវមួយកំប៉ុងពុកម៉ែបងប្អូនមួយកំប៉ុងឲ្យកំលៀនរៀលបាទនេះអូត្រូវមួយកំប៉ុងឲ្យពុកម៉ែបងប្អូនឃើញទេពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនអាចរើតាមខ្ញុំបានបាទគឺខ្ញុំមើលតែប៉ុណ្ណឹងទេគឺខ្ញុំមិនដែលស្កេតឲ្យមើលហើយខ្ញុំសម្រាប់ខ្ញុំមួយថ្ងៃខ្ញុំពិសាមួយកំប៉ុងបាទគឺពិសាតែមួយកំប៉ុងទេពុកម៉ែបងប្អូនដោយសារយើងអត់ហ៊ានពិសាច្រើនទេបាទឬខ្លាចទឹកនោមផ្អែមអីចឹងណាពុកម៉ែបងប្អូនបាទពិសាច្រើនពេកខ្លាចវាមានបញ្ហាអញ្ចឹងយើងហូបតែមួយកំប៉ុងបានទេនេះពុកម៉ែបងប្អូនអានេះមើលឃើញពុកម៉ែបងប្អូនបាទដោយសារខ្ញុំថតជាមួយនៅកាមេរ៉ាមុខនេះដាក់ចេះឲ្យឃើញវ៉ាន់វើកនេះពុកម៉ែបងប្អូនអរិយចាំងថ្ងៃដាក់ចិត្តតិចនេះមួយកំប៉ុងអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនតាមដាននៅវីដេអូរបស់ខ្ញុំបាទជាដល់ពុកម៉ែបងប្អូនបាទកុំភ្លេចជួយចុច Subscribe ដាក់រូបកណ្ដឹងមួយផងបាទជួបគ្នានៅវីដេអូក្រោយបាយបាត់